មានតែធ្វើម៉េចឲ្យប្រទេសយើងតូចនេះទី1កុំឲ្យទៅជាកម្ពុជាក្រោមទី2ខ្ញុំស្គាល់យួនច្បាស់ណាស្គាល់ច្បាស់មិនស្គាល់យួនប្រជាជនធម្មតាទេមិនប្រជាជនធម្មតាជាប្រជាជនវៀតណាមគេច្រើនគេល្អប៉ុន្តែអ្នកដឹកនាំយួនទេណាខ្ញុំស្គាល់ណាស់ខ្ញុំរាប់បានអស់អាក្រក់ណាស់វាមានយុទ្ធសាស្ត្រយកកម្ពុជាហើយវាស្អប់ខ្ញុំណាស់ពីព្រោះខ្ញុំទុកទល់វាអាលេយន់ព្រឹងជិញអាវវិនយ៉ាប់អាវ៉ាន់ទៀងយងអាហ្វមហុងសតកាចាញ់ណាហើយខ្ញុំស្គាល់ធ្វើការចិត្តស្និទ្ធណានេះនៅមុខយើងវានិយាយចេះក្រោយខ្នងយើងវានិយាយចុះប៉ុន្តែអបមាថាព្រំដែនគ្រប់ព្រំដែននេះថាគ្រប់ហើយមានឋានៈតេតងឋានៈរដ្ឋបាលឋានៈខេត្តឋានៈស្រុកខាងវាក៏មានយើងខ្ញុំក៏មានហើយទៅប្រជុំវាថាយកស្របប៉ុន្តែការពិតវាវាយតែយើងវាវាយយើងដូច្នោះទាំងអស់គ្នាគឺថាទ្រាំមិនបានហើយវាថាយើងហ៊ានវាយទៅវាយមិនខ្មែរតូចប៉ុណ្ណឹងគ្នាតិចប៉ុណ្ណឹងមានអាវុធប៉ុណ្ណឹងចង់ទៅរស់ទៅដោយសុខសាន្តវាចង់បានជាសហព័ន្ធអចិន្ត្ររបស់យួននេះដូច្នោះឥឡូវក៏ពីមុនក៏វាធ្វើអញ្ចឹងឥឡូវក៏វាធ្វើអញ្ចឹង30ឆ្នាំក្រោយមកនៅតែនយោបាយតាតែដែរគ្មានប្រែប្រួលទេឥឡូវនេះលោកខ្ញុំនេះគ្មានពេលនិយាយអីច្រើនទេគឺថានេះអាយ៉ងនេះអាយ៉ងនេះបកប្រជាជននេះពីមុនហៅថាបកកុម្មុយនីសឥណ្ឌចិនក្រោយមកវាចែកជាបក3បកពលករវៀតណាមបកប្រជាជនបដិវត្តខ្មែរបកប្រជាជនបដិវត្តឡាវតែចែកជា3ទេបញ្យុទ្ធសាស្ត្រមួយគឺថាប្រទេសតែមួយបាទបងប្អូន3បងប្អូនហៅថា3បងប្អូនពាក្យយួនហៅ3បងប្អូនយើងហៅថាបងប្អូន3នាក់អត់តោះចាយទេវាជាហៅថាយុទ្ធសាស្ត្រការពារដែនដីវាខ្ញុំយល់ថាចុងបើមកយកដីកម្ពុជាមិនការទៅការពារយួនយើងត្រូវការពារដីយើងឃើញទេទី2ទី1ទី2ម្យ៉ាងទៀតថាយកថាបរិវេណដែនដីដើម្បីមនុស្សវាច្រើនវាដោះស្រាយមនុស្សវាច្រើនណាស់បាទឥឡូវជា70លានណាពាក្យប្រាំងអេស្ប៉ាវីតាល់នេះអេស្ប៉ាវីតាល់នេះគេមិនចង់រស់ដែរមិនចង់រស់ឃើញទេដូច្នេះគូក្បាលខ្ញុំខ្ញុំនិយាយទៅផ្នែកមិនហើយមកយូរទៅយកខ្មែរបានអត់ទេអត់ទេរស់ខ្ញុំខ្មែរណាក៏ដល់បាទខ្ញុំសានមកខ្ញុំប្រាប់អ្នកទាំងអស់គ្នាខ្ញុំស្រាប់ទៅស្លាប់ទេកុំឲ្យទៅយួនយកទៅកម្ពុជាបាក់តាមឥឡូវនេះបើលាវអត់ទៅខ្ញុំធ្វើឃើញបើលាវយកឆ្លៃទៅហើយតាមកិច្ចព្រមព្រៀង577
អត់ព្រមដែនទេណា577ធ្វើជាមួយខ្មែរដែរ25ឆ្នាំហ្នឹងមែនអត់ទេអានេះកិច្ចព្រមព្រៀងជាមួយលាវមួយលាវហៅថាយួននិងលាវរំលែកព្រំដែនបាទចូលនេះមិត្តភាពសហការឃើញទេខ្ញុំទៅជួបលេយុនជាប្រតិភូខ្ញុំនិយាយលេយុនតែប្រតិភូវាខ្ញុំស្នើថាឲ្យមានកិច្ចព្រមព្រៀងសិទ្ធិសញ្ញាមិត្តភាពសហការរវាងគ្នាកម្ពុជានិងយួនវាអត់ឆ្លើយមុន75មុន75មកនេះ75ហើយវាវាយទៅព្រមទល់ដល់វាយចឹងយើងវាដូចជាចាក់យកកបិទចាក់នោះទ្រូងចឹងណាហើយជាអ្នកទទួលខុសត្រូវម្នាក់ព្រមដែរគេយកម្យ៉ាងហ្នឹងគឺតាមតែប្រជាជនអត់ដីអត់ទីកាលនោះមិនដល់ឥឡូវទេនេះដល់វារំលំកម្ពុជាភាគតេ1978ឃើញទេវាមានផែនការរួចហើយវាចាត់តាំងរណសេហ្នឹងមិនមែនហ៊ុនសែនជាសៀមធ្វើជាមេរេអ្នកផ្សេងទៀតទេឈ្មោះសូភឹមបាទសូភឹមប៉ុន្តែក្រោយមកពួកនេះរត់ទៅជាមួយយួនទៅពួកហ៊ុនសែនជាសៀមណាដល់វាវាយកម្ពុជាយកបាត់ភ្នំពេញបានខែ7ថ្ងៃបាន7ខែ1 79ហើយវាចាត់តាំងបកប្រជាជននេះពីមុនហៅថាបកប្រជាជនបដិវត្តកម្ពុជាយកនេះលោកបដិវត្តដោយមកឲ្យបានលោកហេងសំរិនធ្វើប្រមុខរដ្ឋហើយធ្វើប្រធានបកហ៊ុនសែនធ្វើរដ្ឋមន្ត្រីការបរទេសបាទជាប់រហូតយ៉ាងមកសប្តាហ៍ថ្ងៃនេះហើយយុទ្ធសាស្ត្រនៅដដែលឥឡូវយួនវៀតណាមចូលអាស៊ានហើយតើយុទ្ធសាស្ត្រហ្នឹងនៅតែអនុវត្តបាននៅក្នុងអាស៊ានទេអនុវត្តតាមវិធីផ្សេងបាទតាមវិធីមិនទេ